ប្រយោគដាស់តឿន4ឃ្លាដែលអ្នកគួរឮនៅក្នុងថ្ងៃនេះនៅក្នុងជីវិតប្រចាំថ្ងៃដែលពោរពេញដោយសម្ពាធការរវល់និងការខ្វល់ខ្វាយរឿងខ្លះវាអាចធ្វើឲ្យយើងបាត់បង់ម្ចាស់ការលើខ្លួនឯងឬក៏ភ្លេចមើលថែផ្លូវចិត្តរបស់ខ្លួនខាងក្រោមនេះគឺជាប្រយោគដាស់តឿនចិត្ត4ឃ្លាដែលអ្នកគួរស្ដាប់និងរំលឹកខ្លួនឯងជាប្រចាំ1កុំប្រៀបធៀបដំណើរជីវិតរបស់អ្នកជាមួយអ្នកដទៃការរីកតាមរដូវកាលរៀងៗខ្លួនហើយមនុស្សម្នាក់ៗមាននាឡិកាជីវិតមិនដូចគ្នាឡើយអ្នកដទៃដើរលឿនមិនមែនបានន័យថាយើងយឺតយ៉ាវនោះទេចូលផ្ដោតលើការរីកចម្រើនរបស់ខ្លួនឯងជារៀងរាល់ថ្ងៃទោះបីជាជំហានតូចមួយក៏ដោយ2ការសម្រាកមិនមែនជាការបោះបង់ឡើយប្រសិនបើអ្នកមានអារម្មណ៍ថាហត់នឿយខ្លាំងចូលរៀនសម្រាកដើម្បីស្ដារថាមពលឡើងវិញមិនមែនបោះបង់ចោលគោលដៅរបស់អ្នកនោះទេការមើលថែសុខភាពរាងកាយនិងផ្លូវចិត្តវាគឺជាការវិនិយោគដ៏ធំបំផុតសម្រាប់អនាគតរបស់អ្នក3អ្វីៗគ្រប់យ៉ាងនឹងកន្លងផុតទៅមិនថាបញ្ហាដែលអ្នកកំពុងជួបនៅថ្ងៃនេះធ្ងន់ធ្ងរឬក៏ធ្វើឲ្យអ្នកឈឺចាប់យ៉ាងណានោះទេចូលអ្នកចងចាំថាវាមិនស្ថិតស្ថេរជារៀងរហូតឡើយព្យុះភ្លៀងគឺតែងតែមានថ្ងៃរលាយហើយមេឃនឹងត្រឡប់មកស្រឡះសាជាថ្មីវិញ4អ្នកមានតម្លៃនិងរឹងមាំជាងអ្វីដែលអ្នកកំពុងគិតកុំបណ្ដោយឲ្យពាក្យសម្ដីរបស់អ្នកដទៃឬកំហុសឆ្គងកាលពីអតីតកាលមកកំណត់តម្លៃរបស់អ្នកបានឆ្លងកាត់ឧបសគ្គជាច្រើនរហូតមកដល់ថ្ងៃនេះហើយអ្នកនៅតែមានសមត្ថភាពជំនះរាល់បញ្ហានៅខាងមុខបានយ៉ាងល្អ